ងាករកសំឡេងឮ 1. ដាក់កុមារឲ្យមើលមុខអ្នកថែទាំកុមារដោយដាក់កុមារនៅលើផ្លូវឬលើតុ 2. ឈរពីក្រោយខ្នងកុមារដោយមិនឲ្យកុមារមើលឃើញនៅចម្ងាយប្រហែល 20 សង់ទីម៉ែត្រ ពីត្រចៀកខាងស្ដាំរបស់កុមារ 3. ធ្វើសំឡេងខ្សោយស្រាលៗ ឆ្លីម្រាមដៃ ក្រឡុកកែវដែលមានអង្ករឬឧបករណ៍មានសំឡេង 4. សង្កេតមើលចលនាក្បាលរបស់កុមារ 5. ធ្វើសកម្មភាពដូចគ្នានៅត្រចៀកខាងឆ្វេងម្ដង ជាប់កុមារងាករកសំឡេងដោយត្រចៀកទាំងសងខាង ធ្លាក់មិនមានសកម្មភាពនៅពេលដែលអ្នកធ្វើសំឡេង